មកទីនេះ សោយគល់ 10ថ្ងៃខ្ញុំស្រោចម្ដងស្រោចគល់ 10ថ្ងៃមកក៏ស្រោចម្ដងហើយចាំទីរបស់គាត់យើងដឹងយើងមើលថាពីដើមហើយនឹងអាងាប់ហ្នឹងអត់បានចែត្រឹម បាទបានថែត្រឹមត្រូវទេមើលដើម ឆ្នាំក្រោយនេះក៏ តែមើលផ្កាបងប្អូនណាផ្កាក្តឹបស្មើគ្នាបាទ ពេលទីជីចោលងាប់ចឹងហើយបងចឹងទៅស្អាតវាស្អាតឡើងឡងហ្នឹងបាទអាហ្នឹង អូតែផ្លែណានោះ ណែលោកគ្រូណែមកចេញច្បាស់រុយមកបន្តណ៎ហើយព្រៀង3មេអត់មានថាចាអត់មានថាផ្កាក្រៀមឯណាចេញបន្តមកទៀតឯណោះអានោះវាមកទៅញោមណាចាយើងគោះមកផ្កាឈ្មោះផ្កាញីកុំខ្លាចផ្កាញីវាមិនជ្រុះទេណែឃើញទេណែ រើស ចា បាន5 600គីឡូហើយ ចា នៅខតែ2តោននេះដល់លោកគ្រូ ចា មក 2តោន ចាំទី 2តោនណា ចា នៅក្រុមខ្ញុំមានលក់ណាគាត់ខ្ញុំលក់បាន600គីឡូតែខ្ញុំអត់លក់ហើយ2តោននេះក្រុម ចា3តោនគាត់ថាប្រហែល3តោនគេកាប់ទៅហឺប្រើមួយថ្ងៃ 3 400គីឡូរបស់គាត់នេះ វាមានអាវៈ1ក៏ទុំអាវៈ2ក៏គាត់ទៅដាក់សាច់អាវៈ3បងថាម៉េចអ្នកគ្រូខ្ញុំសង្ស័យឆ្នាំនេះវាដល់វគ្គ4ណា វគ្គ4មានកូនរង ចាមានកូនរងមកទៀតចាណាមក មកគ្រាប់ស្អាតទេគ្រាប់ ផ្លែ ចាគ្រាប់ស្អាត បាទអត់ អត់ មាន ដែរបានផ្លែណា អត់មានអីទេ ណាមិនខ្ញុំអត់ដឹងទេ ចា ខ្ញុំដឹងថាកន្លែងហ្នឹងអត់កើតដល់ហើយវាកើតខ្ញុំអត់ខ្វល់ ថាជីអ្នកគ្រូល្អមកណា គាត់មិនដែលកើតក្នុងកន្លែងហ្នឹងដល់ពេលមកប្រើកើតអញ្ចឹងមានតែខលទៀតមានតែពិបាកទៀត សូនប៉ះហ្មង ឃើញទេសូនហ្មង បើកណោឃើញអត់បរិចដែរស្អាយអ្នកគ្រូ ដីមកកណោត អូ ចាគាត់ថាដីព្រៃគាត់នៅច្រើនណាប៉ុន្តែដោយសារគាត់អត់បរិចចាំទីទៀតដោយសារធ្វើអត់ដែរបាន នេះសាច់ ចា ឆិត2តោនហើយហឺ ពេលប្រើជី 2តោន3តោនតែគាត់អត់តន់លក់ទេ ទៅចំណាញ់ឆ្នាំនេះគាត់ដាក់ចិត្តមកដាក់ មួយ ចិត្ត ថ្ងៃហឺបាន2 300គីឡូរបស់គាត់ដែរ ឆ្នាំទៅប្រើប្តី 27ហាត់នេះមួយ បាន ថ្ងៃហឺ 20 បាន តោនគាត់ចំ 600 ណា គី ញ់ ឡូ តែគាត់ចោលហ្នឹងមិនបាច់និយាយ7តោន3តោនចោលច្រើនណាស់ណែចេញមកវគ្គនេះ បាទអញ្ចឹងអី ចូលវគ្គ3ឯងវាមិនមែនវគ្គ2ទេ ហឺ600គីឡូឥឡូវ3តោននេះតន់លក់អី មិនលក់ទេចា នៅ នេះ ក្នុងក្រុមផ្ទះបាទ គ្រូនេះចេញ ចាំ មក ទៅថតទៀត នេះ អាហ្នឹងហៅថាក្បាលរុយអាហ្នឹង ចានេះចេញមកអស់នេះណាត្រូវតែភ្លៀង3មេហើយស្រឡាញ់អញ្ចឹងណាការញីច្រើនហើយក្បាលរុយនេះចេញមកច្រើននេះ ចឹងអានេះជាកោម នេះត្រូវភ្លៀងអ្នកខ្លះគេថាព្រាមអត់ទេផ្កាឈ្មោះទេវា ចន្ទីចង់ផ្លែចកោមសួរគ្រូស្នាទៅហើយចង់ផ្លែរីសួរអ្នកគ្រូមកក៏ផ្លែអែមក មើលអីបងមកឯងសួរគ្រូស្នាធ្វើម៉េចឲ្យចកោមសួរគាត់មើល អត់ទេ តោតបងប្រុសគាត់សួរ អ្នកគ្រូអីថាឯងយកបោចនេះចោលទេអត់បោចទេលិនតែមានក្បាល ចានេះឃើញទេណែ ដប់មកហើយ ដីគាត់ថាបោចនេះចោលអូនដល់ពេលអត់បោចទេអ្នកគ្រូថាហ្នឹងក៏មានផ្លាដែរណែឃើញទេណែ មើលក្បាលរួយចេញ បើហ្នឹងក៏2គីឡូដែរផ្លែទាំងអស់ ចាញ់ណែ ឥឡូវយើងនិយាយទៅប៉ុណ្ណឹងមកកវ៉ាត់ហ្នឹងផ្កាទាំងអស់2គីឡូ ហ្នឹងជួនហ្នឹងអត់បានទេអ្នកគ្រូអត់មានផលទេជួនហ្នឹង ចា មកស្ដាប់សំដីគាត់ពិតដាក់តកោតែបានផលទេហើយមើលដីគាត់នេះ កំហុំផ្អើណាលោកគ្រូណោះ ដីនេះមិនល្មៀលខូចល្មៀលមនុស្សហ្មងនេះ ដល់ពេលធ្វើរៀងល្អអ្នកគ្រូឃើញខ្ញុំថាបរិចដីថែមទៀតទេ ចាចាដាក់ដាំថែមទៀតចា បាទណែគាត់ថា ណោះឡើងកំហុំផ្អើណោះ បាទគាត់ថាយកបេះដូងមកធ្វើបានដឹងអាចការ នេះទេបើថារឿងយកលុយចំណេញឯងទៅចំណេញចាំទីមកទេអត់ខ្វល់លោកគ្រូចោល បាទចាំមិនតាគាត់ថាធ្វើចការហត់មែនប៉ុន្តែតើយើងយកបេះដូងមកធ្វើដែរឃើញចការគាត់ច្រើនណាស់តែគាត់ ណែលោកគ្រូ នាំតែជួប ប្រាប់ចេះឃើញអ្នកគ្រូថាម៉េចឃើញអ្នកគ្រូថាម៉េច សំដីដូចខ្ញុំមកអត់អក្រក់ដូចគ្នា បាទ មនុស្សតែបេះដូងប្រើបេះដូងមកអក្រក់ឯងអ្នកគ្រូចង់ឲ្យគេមានគេបាន ចា ស្ដាប់តាមកាត់អត់ត្រូវ បាទណែ ប្រាក់ណា ចា ដូចអ្នកបោកប្រាក់បងអើយយ៉ាតែនេះ ចា ទេបងខ្ញុំបងមកហាត់ទីអមកហាត់សាក់មើលអត់ទេខ្ញុំអត់ទេមុនមកខ្ញុំធ្វើអីមួយខ្ញុំច្បាស់លាស់របស់ខ្ញុំ មើលអ្នកគ្រូសិនទៅដៃនេះគាត់ មើលអ្នកគ្រូ គាត់ថាអ្នកគ្រូចាច់ដូចអ្នកគ្រូ តែនេះដែរ មើលដែរផ្លែនេះបងប្អូន តែតែមួយដែរមក8ឆ្នាំ10ឆ្នាំមកប្រព័ន្ធកោជើង គាត់ថា8 9ឆ្នាំ10ឆ្នាំប៉ុនក៏ជឿ បាទមិនដែរជួបទេណាអត់ដែរជួបជីនឹងមើលក៏សំបីអាចារ្យទីគាត់ថែអត់បានស្អាតបាតបងការតុបតែងមេឃនៅមេឃងាប់ខាងក្នុងញ៉ៃញ៉ៃច្រើនណាដល់ពេលមកជួបអ្នកគ្រូសដីដូចគ្នាទៀតបាទឲ្យជីដាក់មកល្អទៀតអាចារ្យទីណាមិនផ្លែលើចេញផ្លែហើយគាត់មានតែធ្វើពិបាកទៀតអញ្ចឹងធ្វើចការតទៀតបាទអញ្ចឹងដូចថា ផ្លែទុំ បាទ ការក្តាប់មក ការទុំយើង ចឹងអ្នកណាថាជីនេះរបៀបម៉េចខ្ញុំមិនដឹងទេ សម្រាប់ខ្ញុំដឹងល្អ ដឹងសម្រាប់ខ្ញុំដឹងរបស់ខ្ញុំថារបៀបម៉េច បាទ បាញ់លោកគ្រូឡើងមកបាញ់ចេញមកទឹកបាញ់ ចា អូនបាញ់ដាក់ម៉េចបាញ់ ចា អត់ស្គាល់
អត់ខ្វល់ គាត់មើលដើមយើងមើលគ្រាន់តែមើលដើម យើងមើលទៅផ្លែ យ ក្លឹ ង ប ដើ ដើ ម ម 3 ដើ ឆ្នាំ ម អត់មានដើមបានផង មួយឆ្នាំអី 8ឆ្នាំ10ឆ្នាំ 8ឆ្នាំនេះហើយទៅជួបអ្នកគ្រូ2ឆ្នាំ ទៅដើមឡើងសក្តីខ្ញុំថាតែដើមស្អីជួសទៅស្អីមកដីអត់ល្អផង ចាចោលដីអត់ មិនមែនមកពីដីទេណា ចា ហើយអ្នកគ្រូអត់ទាន់ឃើញ ដល់ពេលទៅអ្នកគ្រូឃើញឆ្នាំនេះព្រិចថែមទៀត ព្រិចថែមហើ ហើយ យ អ្នក ចា គ្រូនឹងចូលចិត្តណាពេលមេឃភ្លៀងមកអញ្ចឹង ចាមិនភ្លៀងហើយមកមើលវា វាឡើងយ៉ាងម៉េច អត់វាមានក្តាប់មកបន្តទៀតអត់យើងមើលទៅក្តាប់មកបន្ត អា ចា នេះអ៊ីគាត់សួរលោកគ្រូទៅចកោមហើយបើសួរអ្នកគ្រូហៀយ គ្រូស្នានិយាយទៅមិនបានកោមមិនគ្រូ ចកោមបាននេះ យើងមើលតែដើមណាអាយុ8 9ឆ្នាំបងថាមិនដែលបានផ្លែទេ8 9ឆ្នាំអាយុ8ឆ្នាំ បាទ អញ្ចឹងឆ្នាំទៅគាត់ប្រើរបស់យើងបានមួយឆ្នាំបាន20តោនគាត់ចោលគាត់ថាចោលជិត10តោនជាងមិនមែន7តោនទេណាគ្រូខែ4ប្តីឈប់បាញ់អញ្ចឹងគាត់ថាទុកសិចដែរគាត់ខ្ជិលឥឡូវឆ្នាំនេះចាដល់ពេលឆ្នាំនេះគាត់ថែខ្លួនឯងមើលឃើញហ្នឹងអាដើមដែលអត់ផ្លែយើងមើលអស់មួយគ្នាយើងមើលចន្ទីរបស់បងចាយើង ធ្លា មើ ក់ ល ពលឺបាត់ហើយ 2 4 6 8 10រើសហើយនៅតែ10ផ្លែបន្ត ផ្លែទុំ ចាទុំមកបន្តទៀតលោកគ្រូអញមើលនេះ បាទ គាត់រើសបាន2តោន3តោនហើយមកប្រាប់នឹងថាអានេះបាន600គីឡូចានេះ ហើយបើគាត់ថាតែផ្លែផងកន្លែងនេះនេះ ចាយើងមើលទៅដើមដឹងហើយ បាទយើងមើលតែផ្លូវមើលគាត់ហ៊ុញចន្ទីចោលមកសាមុនដើម ចោលខ្លួនចោលអត់ ខ្ញុំចង់មើលគាត់ចាស់ មើលដើមមើលឥឡូវពុកម៉ែបងមើលដើមគាត់មានបានទៅថែគ្រប់គ្រាន់ណាមេឃញ៉ែញ៉ៃបាទអូ ដីបាត់មាត់ហើយបង បាត់មកថប់មកបានឲ្យខ្ញុំថាទៅឲ្យលោកអើយអស់លុយមកកដោខ្ញុំចេះអត់ទេខ្ញុំចេះ បាទគាត់ឃើញប្រពន្ធស្អាតដែរគាត់ចង់ឲ្យធ្វើក្តៅធ្វើអី ខ្លាច ផង ឃើញសម្រក់ បាទតែមានខូចណាបកគាត់ធម្មជាតិចង់ក្តៅយ៉ាងណាក៏មិនទៅ ទេអ្នកគ្រូមើលផ្ការុយចេញមកណាគ្រូ3 មេ មេ ចាញ់មក3មេគាត់ថាត្រូវភ្លៀង3មេជីណាមិនដឹងជីអ្នកគ្រូត្រូវភ្លៀងហើយគ្មានតែចេញឆ្នាំលៀងទៅភ្លៀងណានេះចេញក្បាលរួយមក បងប្អូនមើលមួយខ្ញុំលើកមកចេញមកនេះ នេះអ្នកគ្រូមិននេះដូចអ្នកគ្រូមកក៏ចេញម្លេះ អូ បងសំមិនឃើញមកយកចេញដូចទេ មកយកសោះឃើញអត់សំមិនដើរមើលអត់ឃើញណា ហើយ ខ្ញុំមកមួយថ្ងៃ ចាមួយថ្ងៃ3 4ដងគាត់កំណត់មើលអញ្ចឹងអ្នកគ្រូ ចាំបានកតកោអ្នកគ្រូយំរហូតដល់លោកគ្រូអើយមកគាត់អ្នកគ្រូមកមកចន្ទី ណាគាត់ថាមកច្រើនឃើញទេណា ខ្លាយ ណាមកច្រើនណាលោកអើយអ្នកគ្រូមកមិនបានចេះតែមកតាមអ្នកគ្រូដែរនឹកតែទៅហ្នឹងនឹកហើយណែអ្នកគ្រូ សំបីតែអ្នករើសអូបាត់អ្នករើសទៅណាអស់អ្នករើសថាចុំចន្ទីឆ្នាំនេះក៏ល្អម្លេះរើសចន្ទី ចា អាហ្នឹងឲ្យហាបាន2ឆ្នាំហើយជាមួយ3ឆ្នាំជាងនឹងទៀត តែមួយឆ្នាំក្រោយខ្ញុំ ហើយបងប្អូន8ឆ្នាំស្មើនឹងចន្ទីនឹងគេនោះទៅ2ឆ្នាំ3ឆ្នាំ វិញក៏វាវិញទៅ បាទ ខែណា ចឹងបានប្តីគាត់ខឹងថាបាច់ធ្វើបាច់អីដាក់ទៅខុសឥឡូវ បាត់មាត់ទៀត ឥឡូវជ្រាបមួយអ្នកគ្រូមិនកើត តែផ្លែនេះដើមនេះក្បាលងាប់បាត់ហ្នឹង ខែណាគ្រូ មុនណាគាត់មុនណា វាទៅជាពុកបរាដុសវិញបាញ់ជីដុសមែកហ្នឹងពុក អូបាញ់ខ្ញុំបាញ់អត់ស្ដាយជីទេ ចឹងរាយអញ្ចឹង3តោនមកយកទៅមកហាត់រាយ មើលឥឡូវសុភាអីទីបាញ់តែស្រាយជីបាញ់ដូចថាមកជឿជាក់ខ្លាំងហ្មង បាញ់ឲ្យស្ដាយជី បាញ់អត់ស្ដាយជីទេព្រោះដោយសារខ្ញុំច្បាស់រឿងថាតើតែយើងដឹងថាជីតើតែបាញ់អត់ស្ដាយមិនថាជីគេល្អមិនល្អកុំចេះថាប្រើរបស់គេចេះថាជីគេល្អ ចា បាញ់ម្ដង2ដងថាជីគេល្អតើយើងបាញ់មកកុំស្ដាយថាមួយឆ្នាំហ្នឹងប្រឡែងអស់អ្នកគ្រូថាខែ5ថ្ងៃ10ចាំគិតគ្នា អូច្បាស់ទៀតឡាតាមមើលឡាយអ្នកគ្រូល្អ ស្អីខ្ញុំចេះមកឲ្យមកដេកស្ដាប់អ្នកគ្រូណាស្ដាប់ដេកទេខ្ញុំធ្វើ អូហូមើលជាពិសេសមែនទេបាទស្ដាប់សម្ដីគាត់ថាធ្វើចន្ទីធ្វើចឹងកុំស្ដាយ ចា កុំចង់សាកមួយឈុត2ឈុត ចាបាច់ថាអីស្អាតមានទេអត់មានថាបោះគេថាល្អទេធម្មតារបស់អ្នកណាដែរក៏មិនអាចរបស់ធម្មជាតិ តែឆ្នាំពេទ្យបកែឬផ្ដាសាយក៏3លេបដែរណៃណា ចាអត់លេបអត់បាត់ទេ បាទតើ3លេបបានវាធូរដែរ ហ្នឹងហើយមិនបាច់អ្នកណាទៅបាញ់ អាណាបាញ់មួយដង2ដងឲ្យល្អមិនខ្មិច មានគាត់ណាស់ចន្ទី ហើយបាទយើងមើលតែដើមហ្នឹងគាត់តែមិនសូវថែបង ទៅខែថ្ងៃខែណាអត់ទៅទេ អត់ថែរមងហ្នឹង ខែហ្មង បាទខ្ញុំនិយាយថាអត់សូវថែគាត់ថាអត់ថែ បាញ់ទៅខាតគាត់ចឹងគាត់ខ្ជិល ឆ្នាំក្រោយខ្ញុំនេះហើយឆ្នាំក្រោយខ្ញុំចាប់ដើមតែងសារថ្មីម្ដងទៀតធ្វើខែមែនតើ បាទបាញ់ដើមបាញ់នេះទៀតមកនេះគាត់ថាដើមលើចាប់ដើមប្រែពីមុនអត់ទេប្រែបែកសូដូចអង្គោចឹង ឥឡូវកម្ៅទាំងអស់អ្នកគ្រូមកទៅការខ្ញុំបាញ់ទៅព្រោះខ្ញុំឲ្យកូនចៅខ្ញុំខ្ញុំបាញ់ឲ្យជោគហើយបាញ់ទាំងដើម ចា ព្រោះចន្ទីយើង ខ្សោយ វាខ្សោយអ្នកគ្រូដល់ពេលវាខ្សោយវា នេះ នេះខ្សោយ ពេលដែលយើងនេះឃើញទេ
ចឹងដល់ពេលចឹងវាសោយចឹងដល់ពេលស្រោចគល់ទៀត 10ថ្ងៃខ្ញុំស្រោចម្ដង វានេះវាដើរឡើងដងដងខ្មៅវិញលែងសចាខ្លាយ ចាប់ដើមរលោងតិចតិច តែនេះវាដោះសាច់មកវិញវា ប៉ុន្តែកន្លែងនេះរលោងតែកន្លែងនេះអត់នេះបន្លាកុំដែរបានមុត ស្ដាយផងចេះអត់បានបាញ់ពីខែ8ខែ7អ្នកគ្រូគ្លៀនពេកណាខ្ញុំរវល់ ចា បើខ្ញុំ ចា អត់នេះខ្ញុំបើបាញ់ពីហ្នឹងទៀតនឹងល្អហ្មងអូខ្ញុំធ្វើអីច្បាស់ បាសមែនអីអរគុណ បាត់ណាស់តែអ្នកគ្រូគាត់ថាអ្នកមកមើលសុំអីអត់ចាញ់ដល់ពេលអ្នកគ្រូមកឃើញចាញ់ហ៎នេះតមកទៀតនេះអូត្រូវភ្លៀង3មេ អូយ3មេ 3មេមើលប្រោះបំប្រងនៅទៅតក្បាលរួយ គេថ្នាំចុកយើងនេះមិនមែនថ្នាំចុកទេណាមកដើមមកផ្លែ តាមតែឡើយខ្ញុំអ្នកគ្រូវិញទៅចាំទីដល់ខែអ្នកគ្រូមកណា មើលគាត់ឲ្យមើលមិនដែរខែទេគាត់ស្គាល់អ្នកគ្រូ2ឆ្នាំនេះតែឆ្នាំដំបងមកសាក់មើលសិន ញ៉ាំតិចទីពេក ចាដល់ពេលសាក់ឆ្នាំដំបងទៅអីមើលតែរៀងក្រាន់តែឆ្នាំទី2ហ្មង ដឹងមកទេអ្នកគ្រូចាសាក់រឿងសំដីទេ សាក់នឹងចំដៃហ៎ សំដីអ្នកគ្រូឡាយមកម៉ាត់មនុស្សដែលយកបេះដូងប្រើយ៉ាងសំដីអត់ចេះបោកទេចា សំដីកាចមកតែអស់ហើយ ចាអស់ហើយដូចគាត់ថាដូចចរិតដូចគាត់ មកផ្លែទុំមកម៉ែបង ដីដូចគ្នាយកបេះដូងប្រាប់គេ ផ្អែមបោកអស់ហើយហ្នឹង ចា ដល់យើងស្គាល់អស់លីងមកអ្នកផ្អែម នឹងផ្អែម គាត់ស្គាល់ហើយគាត់ថាអ្នកផ្អែមបងគាត់អស់លីងដល់ពេលលឺសឡៃសដៃអ្នកគ្រូចេញជីដោយសារលឺសដៃដូចគ្នាដូចគាត់ទេ អត់មានយើងនេះទេ ចា អាពេកខ្ញុំដាច់អើយមិនអើយប្រើនេះណាទេប្រើនេះគាត់អត់ចាក់អត់តាមនេះ បងប្អូនមើលទៅដើមនេះ តាមទេ ឥឡូវបានជីវាផ្លែគិតមិនឥឡូវជីនឹង គ្រូងាប់អស់ហើយគេអ្នកគ្រូឲ្យចាប់តាម នោះទៅទៀតហោះវិញនេះលោកគ្រូឲ្យមើលណា ងាប់អស់ហើយ ងាប់បាត់ឯហ្នឹងមើលណា ផុយ ដល់ពេលខាងនោះគ្នាហោះវិញបានផ្លែមកម៉ែនេះ តែអ្នកគ្រូខ្ញុំថាដើរតែមានល្អ ចាដល់ពេលនេះខ្ញុំឲ្យកាយខ្ញុំទម្លាក់ផ្លឹបយកមកម៉ែនេះទៅចោះ បើមិនអញ្ចឹងខ្ញុំឆ្នាំក្រោយខ្ញុំទៀតចំតែដាំថែម ចូលជីអ្នកគ្រូនឹងគោមិនចឹងគោល្អយ៉ាងហ្នឹង ល្អនឹងសដៃហ្មង បាទសំដីក៏ល្អជីក៏ល្អបច្ចេកទេសក៏ច្បាស់បទពិសោធន៍ក៏ច្បាស់ ខ្ញុំពេលបាញ់តែសួរលោកគ្រូអីអត់មានថ្ងៃលោកគ្រូឲ្យដាក់ អូចាំបានសួរលោកគ្រូខែដើមខ្លះក៏ចកោមខ្លះក៏រាយ គ្រូរៀនយ៉ាង ដល់ពេលសួរលោកគ្រូចកោម បាទអរគុណចឹង ដើមនេះអីយកងាប់អស់ហើយនឹងទំបាញ់ទៅវាល្អវិញមើល យើងមើលតែប៉ុណ្ណឹងដឹងជីគេប៉ុណ្ណា ដើមសដើមងាប់លោកគ្រូឲ្យមើល ដើមនេះគេមើលមិនឃើញ ដើ ដើមនេះបើគេឲ្យ មើលហ្មង គេឲ្យគេអត់យកទេមើលមើលដីនេះបើភ្លៀងដក់ទឹក អា ខែភាសាលិច មើលមើលហើយ ហើយមើលផ្លែមើលម៉ែបងនេះ តែខ្ញុំថាដៅចោលបោចណា ណែមកចាំមកបន្តទៀតណានេះនេះឆ្ងាញ់អីនេះឃើញទេលោកគ្រូឲ្យមើលណែវារាយអញ្ចឹងសួរអ្នកគ្រូហ៎ លោកគ្រូហៀ សួរលោកគ្រូចកោមខ្ញុំចង់ចកោមសួរលោកគ្រូចង់ហីសួរអ្នកគ្រូ ទៅចកោមនេះ នឹងបានអ៊ីនថាមកឲ្យមានវា អូខេចឹងបានអ៊ីគាត់ ដីល្មៀលណាតែចេញផ្លែចេញក្តាប់បន្ត បាទដីនេះបើយើងតាមគេថាដីល្មៀលខូចនេះមិនល្មៀលខូចល្មៀលមនុស្សបាទអរគុណបាទបងប្អូន បើឆ្នាំនេះក៏ស្រែកដែរ